តើកត្តាអ្វីខ្លះដែលនាំឲ្យមានបញ្ហាលើជាតិអាស៊ីតជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទលោកគ្រូអូននឹងមកចែករំលែកប្រធានបទមួយថាតើមូលហេតុអ្វីដែលនាំឲ្យមានបញ្ហាលើជាតិអាស៊ីតអុយរិចនៅក្នុងរាងកាយរបស់យើងកត្តាទី1នោះគឺអ៊ុំពូមីងដែលចូលចិត្តពិសានៅរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់ឬមួយក៏មានជាតិខ្លាញ់ឆ្អែតច្រើនគឺវានឹងអាចបង្កទៅជាបញ្ហាលើជាតិអាស៊ីតនៅក្នុងរាងកាយរបស់យើងកត្តាទី2គឺភាពធាត់នៃរាងកាយរបស់យើងក៏អាចបង្កទៅជាបញ្ហាលើជាតិអាស៊ីតបានដូចគ្នាទី3ពិសេសគឺសម្រាប់លោកពូដែលចូលចិត្តពិសានៅគ្រឿងស្រវឹងឬមួយក៏ជាតិអាល់កុលច្រើនលើកម្រិតមានកម្មវិធីអីយើងចូលចិត្តពិសាច្រើនគឺវាអាចធ្វើឲ្យមានបញ្ហាលើជាតិអាស៊ីតនៅក្នុងរាងកាយយើងបានដូចគ្នាកត្តាទី4គឺបញ្ហាខ្សោយតម្រងនោមអញ្ចឹងអ៊ំពូមីងគួរតែប្រុងប្រយ័ត្នប្រសិនជាយើងមានបញ្ហាខ្សោយតម្រងនោមមួយគឺតម្រងនោមរបស់យើងនេះគឺមិនអាចច្រោះទៅលើជាតិពុលឬមួយក៏ជាតិអាស៊ីតអស់ទេអញ្ចឹងហើយគឺវាអាចបង្កឲ្យមានបញ្ហាទី1គឺមានបញ្ហាជាតិអាស៊ីតនៅក្នុងរាងកាយទី2គឺតម្រងនោមយើងគឺអាចច្រោះជាតិពុលបានអស់ទេអញ្ចឹងធ្វើឲ្យជាតិពុលនៅក្នុងរាងកាយរបស់យើងច្រើនគឺអាចបង្កទៅជាបញ្ហាផ្សេងៗថែមទៀតកត្តាទី5គឺការខ្សោយទៅលើថ្លើមរបស់យើងអញ្ចឹងការខ្សោយថ្លើមក៏អាចបង្កទៅជាបញ្ហាលើជាតិអាស៊ីតនៅក្នុងរាងកាយរបស់យើងបានដូចគ្នាដូច្នេះហើយសម្រាប់អ៊ំពូមីងដែលមានសញ្ញាទាំងអស់នេះគួរប្រុងប្រយ័ត្ននិងកាត់បន្ថយទៅលើរបបអាហារដែលមានជាតិខ្លាញ់ឆ្អែតច្រើននិងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីធ្វើការដោះស្រាយបញ្ហាសុខភាពឬមួយក៏អ៊ំពូមីងមានចម្ងល់តាក់ទងមួយបញ្ហាសុខភាពនិងចង់ដោះស្រាយបញ្ហាសុខភាពអាចឆាតចូលមកក្នុង page របស់លោកគ្រូបានខ្ញុំបាទលោកគ្រូអូនសូមអរគុណ